ជំរាបសួរបងប្អូនខ្មែរហើយនឹងអ្នកនរគ្នាដែលបានទស្សនាវីដេអូនេះអញ្ចឹងខ្ញុំឈ្មោះរតនាខ្ញុំរៀននៅក្រុម Software Engineering ក្រុម G2 ហើយថ្ងៃនេះខ្ញុំមក present ពី page final ហើយ team member របស់ខ្ញុំមានដូចជា Navid ព្រោះជឿសំណាងទេពសំណាងវឿនហើយខ្ញុំរតនាផ្ទាល់អញ្ចឹងកុំឲ្យខាតពេលយូរតោះទៅមើលវីដេអូពួកអ្នកគ្នា thì anh bọn em mới nghĩ cái party này nó mới áo pe nó cái ấy mình đã anh pin tôi đã click áo ấy bọn nhóm mình trong tiếng cái người ta âm nhạc này nó cô tiếng cái đấy nó đâu rồi thôi bạn lâu rồi nó bị nát có bị sải nó lẫn cái cái miếng nó gặp cái bọn em party kia nè ai chờ nó cái ấy là cái sải đi thoáng cái gần bạn cái đường này là chúng em muốn đi chung đi thoáng không sao ai sải ai đang phải sải em nó chưa ăn lại giờ cam thi ở chưa ăn lại cái ai để cô slip tên na cam thi na cho luôn cam thi bạn mất đi dân ai giờ sải xong mình rút đi bao nhiêu bán nó này cam thi nó chui trong bán trở này đợt bây giờ thaเขาสัญญาไม่ไอ้จังtới dương ai thấy picture đi còn vì ai chơi đi comment ha dương mai ở outfit nát đã làm thì ở chẳng nó nằm rồi nó thật scan rồi trồng bao anh ngồi bọc cái ok បន្ទាប់ពីការសន្ទនារបស់ពួកគាត់ហើយអញ្ចឹងយើងអាច claim នៅ problem ផ្សេងៗដែលគាត់ជួបប្រទះដូចជាគាត់មាន budget សមល្មមដើម្បីទៅទិញការតែគាត់អត់អាចទិញច្រើនអញ្ចឹងគាត់ត្រូវការទិញតែមួយក៏ទិញម្ដងហើយត្រូវចិត្តតែម្ដងហើយទី2តើធ្វើជាមួយនឹង time management គឺគាត់មានពេលវេលាទិញមែននៅក្នុងការទិញការនឹងគាត់ស្អែកខាងស្អែកគាត់មានកម្មវិធីអញ្ចឹងគាត់បាក់នៅក្នុងការរៀបការឬក៏ការទិញការនឹងហើយទី3គឺគាត់អត់មានកាយនៅក្នុងការទិញការនឹងគាត់តែគាត់ត្រូវការអ្នកណែនាំឬក៏អ្នកផ្ដល់នៅគំនិតផ្សេងៗក្នុងការទិញការទាំងអស់នោះឬក៏រៀបចំការហើយទី4គាត់ពិបាកក្នុងការជ្រើសរើសខ្លាំងមែនទែននៅក្នុងការពាក់ការធម្មតាឬក៏ពាក់ការបែប formal ទៅកម្មវិធីធំៗអញ្ចឹងចំណុចទាំងអស់នោះគឺជា problem ដែលពួកគាត់ជួបប្រទះមិនត្រឹមតែប៉ុណ្ណឹងឯងពួកយើងបានទៅសួរនាំមនុស្សផ្សេងទៀតម្នាក់ហើយយើងបានតែថាដូចហាក់ប្រហែលពួកគាត់ដែរគឺក្នុងនោះមាន75%ដែលគាត់អត់ដឹងថាពាក់ការមួយណាឲ្យគាត់បាក់ក្នុងការជ្រើសរើសរវាងការពាក់ការធម្មតាឬក៏ពាក់ការសាមញ្ញទៅកាន់កម្មវិធីហើយក៏មាន90%នៅក្នុងនោះដែរគឺគាត់ត្រូវការកាយក្នុងការណែនាំគាត់របៀបពាក់ការឬក៏ការទិញការផ្សេងៗហើយក្នុងនោះមាន80%ទៅក្នុងតែថាពួកគាត់មានពេលវេលាតិចតួចក្នុងតែនៅក្នុងការទិញការឬក៏ការរៀបចំការទាំងនោះហើយក៏មាន60%ដែរដែលគាត់មាន budget តូចទាបឬក៏ budget ល្មមដើម្បីទិញការអូខេនេះគឺជារូបថតដែលពួកយើងបានទៅសម្ភាសពួកគាត់ផ្ទាល់ទាំងនៅសាលាទាំងនេះពួកគាត់ style អ្នកទៅកាន់សាលាអាស៊ីទាំងអស់គ្នាអូខេអញ្ចឹងយើងចូលទៅក្នុង introduction មកទៅអញ្ចឹងថ្ងៃនេះពួកយើងនឹងណែនាំពី app មួយដែលមានឈ្មោះថា Digital Closet ដែលជា app ដែលប្រើនៅ AI ដើម្បីឲ្យវា generate នៅ outfit ហើយនឹង suggest ទៅកាន់ user nóមានតែប៉ុណ្ណឹងឯងវាអាចមាន proposal solution ដូចជា AI power office suggestion អញ្ចឹងនេះគឺវាប្រើ AI នៅក្នុងការ suggest outfit ទៅកាន់ user បន្ទាប់ទៀតគឺ closet integration អញ្ចឹងចំណុចនេះគឺអាចឲ្យ user upload ការដែលពួកគាត់មានទៅកាន់ app របស់បានrồiបន្ទាប់គឺ style inspiration អញ្ចឹងចំណុចនេះគឺវាអាចងាវនៅ tip ឬក៏ជា trend ថ្មីដើម្បីទៅកាន់ user អាចតាមទាន់ថាអូខេការនេះវាពេញនិយមឬក៏ដែលកំពុងជាប់ trending អញ្ចឹងអាចឲ្យ user អនុវត្តតាមបានចំណុចទី4នេះគឺ shopping recommendation អញ្ចឹងចំណុចទី4នេះគឺពិសេសខ្លាំងមែនទែនគឺអ្នកគឺ user អាចទៅទិញនៅហាងផ្ទាល់តែម្ដងបន្ទាប់ពីពួកយើងបាន recommend ទៅគាត់ដោយបញ្ជាក់នៅទីតាំងហាងឬក៏ link ដើម្បីទាក់ទងទៅកាន់ហាងផ្ទាល់ហើយចំណុចទី5គឺ event based office suggestion អញ្ចឹង app របស់យើងមិនត្រឹមតែជួយ recommend ជួយប្រើ AI វា generate ទេគឺវា based on ទៅលើ event បានជាបន្តគាត់ទៅ party គាត់គួរពាក់ការបែបណាគាត់ទៅបនគាត់គួរពាក់ការបែបណាគាត់ទៅដើរលេងគាត់គួរពាក់ outfit បែបម៉េច yes គឺ app របស់យើងល្អខ្លាំងមែនទែនអូខេអញ្ចឹង customer target របស់ពួកយើងគឺគាត់មានអាយុចាប់ពី22ដល់45ឆ្នាំហើយពិសេសមួយទៀតគឺគាត់ជាភេទប្រុសហើយ location គឺយើងដាក់នៅទីក្រុងភ្នំពេញហើយ characteristic របស់គាត់គឺគាត់ចូលចិត្តបែប fashion ហើយ income របស់គាត់គឺច្រើនជាង$500អូខេចាំតទៅគឺ value proposition អញ្ចឹង app របស់យើងមាន value អីគេខ្លះដើម្បីទាក់ទាញ customer របស់យើង so customer របស់យើងគាត់ទៅចូលចិត្តអីថ្មីៗដែលប្លែកៗអញ្ចឹង app របស់យើងដំបូងឡើយគឺជា newness មានន័យថា app របស់ហ្នឹង app មួយហ្នឹងគឺជា app ដែលប្រើនៅ AI ដើម្បី generate outfit ទៅកាន់ user ដែលមានដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាអញ្ចឹងគឺវាថ្មីស្លាខ្លាំងមែនទែននៅក្នុងប្រទេសកម្ពុជាយើងអត់មានក្រុមហ៊ុនឬក៏ខាងណាគាត់មានទេហើយទី2វិញគឺ customization អញ្ចឹងទៅជាមួយ customization នេះដែរគឺ app digital closet របស់យើងគឺយើង suggestion based on ទៅលើ closet របស់ user អញ្ចឹង user ពេលគាត់ upload កៅយើងនឹង suggestion ទៅលើកៅរបស់គាត់ថាអូខេគាត់គួរពាក់កៅបែបណាដើម្បីមើលទៅសមស្របទី3yes ទី3គឺ convenient app របស់យើងគឺ sell time ពួកគាត់ខ្លាំងមែនទែនអញ្ចឹងយើងចំណាយពេលថា3ទៅ4នាទីគាត់នឹងមានកៅមួយដែរ yes លោកខ្លាំងមែនទែនដើម្បីពួកគាត់អាចចូលរួមកម្មវិធីឬក៏ទៅដើរលេងបានដោយមិនចាំបាច់ប្រើពេលវេលាយូរអញ្ចឹងក៏ប្រទេសយើងចូលទៅជាមួយនឹង competitor analysis អញ្ចឹង competitor របស់យើងមានដូចជា influencer online shop មាន Candy event ឬក៏ Sando ដែរចឹងទៅជាមួយនឹង convenient in outfit planning អញ្ចឹង outfit planning yes គឺមានដូចគ្នាមានទាំង influencer ទាំង online shop ទាំង Sando ទាំង event នេះគឺមានដូចគ្នាទី2តទៅជាមួយនឹង personalized recommendation based on user outfit អញ្ចឹងមានន័យថាកន្លែងហ្នឹង influencer គាត់អត់មានទេមានតែ online shop ហើយនិង Sando ទាំង event គេដែលមានហើយទី3គឺ fresh and unique outfit recommendation ច្រើននេះដែរមានតែខាង Sando ឬក៏ event ទេដែលពួកគាត់ post ឬក៏ like គាត់ដាក់ជា model នៅខាងក្រៅដើម្បី show ថាគាត់មាន recommendation រវាង account ណាដែលមើលទៅ good look អីហ្នឹងទៅហើយទៅជាមួយនឹង AI outfit suggestion yes គឺមានតែ digital closet របស់យើងទេ yes យើងអាចមើលបាន digital yes យើងអាចមើលបាន digital closet របស់យើងគឺមានទាំងអស់អូខេអញ្ចឹងយើងកលេចមកមើលទីផ្សាររបស់យើងវិញអញ្ចឹងក្នុងនោះមាន30%ដែលជាមនុស្សប្រុសនៅទីក្រុងភ្នំពេញដែលគាត់មានប្រាក់ខែជា lower paying job ដែលមានប្រាក់ខែ$280រហូតដល់$544ហើយមាន50%ដែលគាត់ទៅជា medium paying job ដែលពួកគាត់មានប្រាក់ខែចន្លោះពី$500រហូតដល់$960អញ្ចឹងសល់20%ទៀតគឺពួកគាត់ជា high paying job អញ្ចឹងមានថាពួកគាត់មានប្រាក់ខែចាប់ពី$1000រហូតដល់$2000ជាងមក yes ហើយខាងស្ដាយវិញគឺជាទិន្នន័យដែលបញ្ជាក់ថាក្នុងចំណោមនោះគឺមាន85%ដែលពួកគាត់ចូលចិត្តបែប fashion ហើយមានតែ15%ដែលគាត់ចូលចិត្តបែបកែធម្មតាសាមញ្ញទៀតយើងចង់ដល់ revenue model អញ្ចឹងតកតងជាមួយនឹងចំណុចនេះដែរគឺយើង based on ទៅលើ subscription អញ្ចឹងយើងមាន3 plan គឺដំបូងគឺ free plan គឺគាត់អាច
អាចឲ្យ AI suggest បានតែ3ទេក្នុងមួយថ្ងៃហើយគាត់អាច upload ឲ្យបានតែ30ទេហើយទី2គឺ premium plan ចុះ premium plan យើងចំណាយលុយតែ$4.99ក្នុងមួយខែយើងនឹងទទួលបាន unlimited AI office suggestion unlimited wardrobe management ចឹង plan ហ្នឹងគឺមានន័យថាយើងអាច upload ឲ្យចូលដោយសេរីអត់មានចំនួនកំណត់ទេគឺ unlimited តែផ្ទាល់តែម្ដង yes នៅពេល VIP plan យើងបង់ចំនួន$9.99ក្នុងមួយខែហើយក្នុង VIP plan នេះដែរយើងនឹងទទួលបានដូច premium ទាំងអស់យើងមាន premium ទាំងអស់ដែលយើងនឹងត្រូវទទួលបានបន្តមកទៀតយើងនឹងមាន coach យើងនឹងមាន personalized style coach ដែលគាត់ចាំជួយគាត់ចាំ like support គាត់ចាំឆ្លើយតបមកយើងផ្ទាល់តែម្ដងតើតើជាមួយនឹងការ giveaway outfit ហ្នឹងហើយពិសេសខ្លាំងមែនទែនគឺ AI generation packing list for travel ចឹងន័យថាយើងនឹងមានជាកញ្ចប់ពេលយើង travel ទៅណាទៅយើងនឹងមាន upload ជាកញ្ចប់បានផ្ទាល់តែម្ដងយើងទៅមក5ថ្ងៃអញ្ចឹងយើងនឹង upload ឲ្យសម្រាប់រយៈពេល5ថ្ងៃឲ្យយើងអូខេអញ្ចឹងឆ្លើយបន្តមកយើងគឺ scalability or growth strategy អញ្ចឹងយើងមាន3ដូចគ្នាគឺ short term យើងនឹងដំបូងគឺយើង claim data ពី user យើងនឹង speeding up the generation ទៅជាមួយនឹង brand awareness ហើយយើងនឹង release នៅ version 1.0 application ហើយ medium term យើងនឹង finding collaborator ដើម្បីឲ្យplatform របស់យើងកាន់តែធំហើយយើងនឹង create ឲ្យតែ platform សម្រាប់ female ដូចគ្នាយើងអត់ចង់ឲ្យមានភាពការរឿងយើងទៅទេ yes ហើយទី3គឺ long term អញ្ចឹង long term គឺយើង update ឬក៏ upgrade platform របស់យើងឲ្យខ្លះទៅជា platform professional មួយនៅក្នុងការលក់កៅអៅដែលមាន brand ធំៗជាដៃគូសហការរបស់យើងហើយយើងនឹង enchain AI ហ្នឹងឲ្យ generate មកគឺ real life ហ្នឹងមែនតើគឺចេញមកគឺមានកៅអៅឬក៏មានខោមានអាវ suggestion គឺនៅលើរូបនៅតតែម្ដងយើងមិនចាំគាត់តែយកវាមកបន្ទប់លើគ្នាទេយើងស្រាប់តគឺដៃគូសហការរបស់យើងអញ្ចឹងដៃគូសហការគឺយើងបងដូចតាម ABA Mobile ហើយនឹង partnership របស់យើងគឺ Can Event ហើយ Sendo ជាច្រើនទៀតដែរ Sendo ហើយនឹង Can Event គឺជា competitor របស់យើងហើយក៏ជា partnership ផ្ទាល់របស់យើងដែរយើងនឹងទទួលបាននៅ data កៅអៅពេលពួកគាត់ចេញលក់ម្ដងអូខេអញ្ចឹងស្រាប់តគឺយើងអាចទៅមើល prototype បានជំរាបសួរច្រើនថ្ងៃនេះខ្ញុំមកបង្ហាញពី phototype របស់ក្រុមខ្ញុំគឺក្រុមខ្ញុំបានធ្វើ phototype ទៅជាមួយនឹង digital process ហើយ phototype របស់ខ្ញុំនេះគឺមានពីរទី1គឺសម្រាប់អ្នកដែលមាន account ហើយនិងសម្រាប់ទី2សម្រាប់អ្នកដែលអត់មាន account អញ្ចឹងសម្រាប់អ្នកដែលមាន account ហើយគឺយើងបើកមកវាចេញរូបរាងបែបនេះប៉ុន្តែបើសិនជាអ្នកអត់មាន account ទេគឺបើកមកវាចេញរូបរាងបែបនេះចេញជា logo របស់ពួកខ្ញុំហើយវាចេញជាព័ត៌មានតិចតួចដើម្បីយើងអានមុននឹងពេល login ចូលក្នុងកម្មវិធីហ្នឹងអញ្ចឹងកន្លែងយើងអាចចុច skip បានតែបើសិនជាអត់ចង់ចុច skip ទេយើងចង់អាន information របស់ app ហ្នឹងយើងអាចចុច next ដើម្បីអានបានឧទាហរណ៍បើសិនជាអានហើយគឺយើងចុច get start មកដើម្បីចូលហើយនឹង get start ដល់ទៀតហើយបន្ទាប់មកកន្លែងនេះគឺឲ្យយើងបំពេញ account តាក់ទងជាមួយនឹង email password ឬមួយក៏personal detail ឬមួយក៏ទីក្រុងដែលយើងរស់នៅ information ផ្សេងៗតាក់ទងជាមួយយើងតាក់ទងជាមួយ bank account detail អញ្ចឹងទៅនៅពេលដែលយើងបំពេញហើយគឺយើងចុច sell មកហើយបន្ទាប់មកកន្លែងនេះយើងអាចបំពេញកម្ពស់ color body type របស់យើង skin tone ឬមួយក៏ color ណាដែលយើងចូលចិត្តជាដើមនៅពេលដែលយើងបំពេញហើយយើងចុច sell បន្តទៀតមកគឺវាចេញជារូបរាងបែបនេះមានន័យថាយើងមាន account សម្រាប់កម្មវិធីនេះហើយអញ្ចឹងសម្រាប់ដែលយើងមាន account ហើយគឺវាចេញរូបរាងបែបនេះយើងអាចអុសមើលបានហើយបើសិនជាយើងចង់ថតរូបដើម្បីឲ្យ app ហ្នឹង analyzing កៅអៅឬ comment កៅអៅឲ្យយើងគឺយើងអាចចុចកន្លែងនេះបានចុចកន្លែងនេះដើម្បីថតរូបឬមួយក៏ upload image អញ្ចឹងឧទាហរណ៍បើសិនជាយើងចុចថតរូបអញ្ចឹងយើងអាចថតរូបចឹងហើយយើងចុចម្ដងទៀតដើម្បីឲ្យវា analyzing អញ្ចឹងនៅពេលដែលវា analyzing ហើយវាចេញ mode កៅអៅ fashion បែបនេះថាកៅអៅបែបនេះតម្លៃប៉ុន្មានកៅអៅបែបនេះតម្លៃប៉ុន្មានហើយនៅពេលដែលយើងមើលហើយយើងអាច select នៅនឹងបានហើយចំពោះបើសិនជាយើងចង់ទៅទំព័រដើមវិញគឺយើងចុចនៅខាងលើនេះវាមកទំព័រដើមហើយចំពោះកន្លែងនេះគឺកន្លែងដែលយើងត្រូវ pay ចុច pay now មកវាឲ្យយើងជ្រើសរើស payment អញ្ចឹងឧទាហរណ៍ខ្ញុំយក Visa card ហើយចំនួន$5ចេញខ្ញុំចុច continue មកចាំវា plan អូខេអញ្ចឹងនៅពេលនេះគឺវាបានឲ្យលុយហើយអញ្ចឹងចំពោះពលថារបស់ក្រុមខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនទីច្រើនអញ្ចឹងបន្ទាប់ពីមើល prototype ចុះហើយយើងមកស្គាល់ពីអ្នកចំនួនទាំង5ដែលបង្កើតនៅ digital process នេះឡើងគឺមាន Blake Pochu ដែលគាត់គឺជា fashion ហើយនិងជា designer ហើយខ្ញុំផ្ទាល់គឺសច័ន្ទរតនាជា financial analyst ហើយជា Thanavid គាត់គឺជា software engineering ហើយ Versana គឺជា ML and AI engineer ហើយ Devsana គឺជា UI and digital marketer ពេលអញ្ចឹងការ final page របស់ខ្ញុំឈានដល់ទីបញ្ចប់ហើយខ្ញុំអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្ដាប់នៅវីដេអូនេះអរគុណដល់ចប់